ហើយលើនេះបងថាមានអ្នកធំផ្កាយពីរគេគម្រាមចាប់បងដាក់គុកតើគេគម្រាមមែនអត់គម្រាមមែនអូនគម្រាមពេលដែលបងកំពុងតែត្រៀមជួមុខបាទនឹងកម្លាំងអន្តរាគមត្រៀមនៅខេត្តរាល់ថ្ងៃហ្នឹងមួយថ្ងៃបងប្រជុំជួ3ដងបាទអត់មានបាត់ពេលមួយកន្លែងមួយថ្ងៃណាទេវីរៈកងទ័ពម្នាក់ឈ្មោះសុកវណ្ណដាបានទាមទាររកយុត្តិធម៌ដែលគាត់បានអះអាងថាដីរបស់គាត់កាន់កាប់សុកមានទាំងបានកម្មសិទ្ធិកាន់កាប់ដីធ្លីទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំព្រមទាំងថ្នាក់ស្រុកក៏ប៉ុន្តែស្រាប់តែមានឯកឧត្តមផ្កាយពីរម្នាក់មកបណ្ដេញគាត់ឲ្យចោះចេញពីដីនេះហើយបើសិនជាគាត់មិនព្រមចោះចេញទេគេនឹងចាប់គាត់ដាក់គុកហើយលោកសុកវណ្ណដាដែលជាវីរៈកងទ័ពគាត់បានបញ្ជាក់ថាគាត់ស៊ូស្លាប់នៅលើដីនេះគាត់មិនចោះចេញទៅណានោះឡើយហើយបើគាត់ព្រមចោះចេញប្រគល់ដីនេះឲ្យគេតើប្រពន្ធកូនគាត់ទៅនៅឯណាបើគាត់គ្មានដីសូម្បីតែមួយដុំនៅកន្លែងណាផ្សេងនោះឡើយដែលជីវិតក្រុមគ្រួសារប្រពន្ធកូនរបស់គាត់គឺផ្ញើក្តីសង្ឃឹមនៅលើដីមួយកន្លែងនេះហើយដើម្បីសង់លំនៅឋានរស់នៅក្នុងពេលអនាគតឋានៈអីទៅយកដីគេអូនបងគណៈការពារដីខ្លួនឯងមិនបានផងឥឡូវហ្នឹងមានគេគម្រាមកំហែងកូនទាហានទូចតាចមិនអីទៅយកដីគេអ្នកធំកើតគេគម្រាមកំហែងថាបើសិនជាបងហ្នឹងមិនរើលបងហើយនឹងរើផ្ទះនៅលើដីហ្នឹងចេញទេគេនឹងចាប់បងដាក់គុកបងជាអ្នកការពារជាតិមួយដែររឿងគម្រាមកំហែងទុកឲ្យច្បាប់អ្នកដោះស្រាយឲ្យអ្នកធំជាងបងហ្នឹងគាត់អ្នកដោះស្រាយចុះអត់ទេបងអត់យកកម្លាំងព្រៃមកប្រើទេសូមបញ្ជាក់ឈ្មោះបងបន្តិចធ្លាប់ដឹងទៅដល់ស្រុកប៉ុន្តែស្រុកដោះស្រាយកាន់ជើងតែខាងនោះទៅទេហ្មងចុះចវាយស្រុកណាដែលបោះត្រាឲ្យបងបញ្ជាក់ដីធ្លីនេះចវាយស្រុកពីមុនមកភូមិឃុំស្រុកមុនបាទចវាយស្រុកចាស់តែចវាយស្រុកថ្មីគេអត់ទទួលស្គាល់លិខិតកាន់កាប់បងឥឡូវហ្នឹងទេចវាយស្រុកចាស់គាត់បោះត្រាឲ្យបងចវាយស្រុកថ្មីគេអត់ទទួលស្គាល់គេអត់ទទួលស្គាល់ថាគេថាលិខិតកាន់កាប់អត់ច្បាស់លាស់គេនិយាយថាអញ្ចឹងចវាយស្រុកចាស់គាត់ស្លាប់ហើយនៅមេភូមិមេឃុំនៅឯដំមកទន្ទឹងជាទីគោរពសូមឯដំនឹងជួយដោះស្រាយពីបញ្ហាដីធ្លីរបស់ខ្ញុំនេះផងបាទម្យ៉ាងទៀតនឹងទៅដល់សម្ដេចបវរធិបតីនិងសម្ដេចតេជោជាទីគោរពដល់ខ្ពង់ពោះចុងក្រោយអ្នកម្ដាយហ៊ុនស៊ីណាតបើសិនជាអ្នកម្ដាយបានលឺហើយសូមអ្នកម្ដាយជួយវីរៈកងទ័ពម្នាក់នេះផងព្រោះអត់មានដីគេមកពីណាទេមានតែប៉ុណ្្នឹងអរគុណហើយមានតែប៉ុណ្្នឹងហើយគេដេញគេគម្រាមចាប់ដាក់គុកទៀតបាទគម្រាមកំហែងដាក់គុកហើយបើសិនជាខ្ញុំបាត់ដីស្រីប៉ុណ្ណឹងទៅកូនខ្ញុំទូចប៉ុណ្ណឹងវាអត់មានដីមកដុំណានៅសោះឥឡូវជាអ្នកសារព័ត៌មានមិនបានស្ដាប់សម្ដីតែម្ខាងហើយធ្វើការជឿជាក់និងផ្សព្វផ្សាយដោយមិនបានសួរនាំអាជ្ញាធរនោះឡើយយោងតាមការបំភ្លឺរបស់លោកអភិបាលរងស្រុកជុំគិរីលោកងួនស្រុនបានបំភ្លឺថាក្នុងនាមជាអាជ្ញាធរលោកបានហៅភាគីទាំងសងខាងមកសម្របសម្រួលដោះស្រាយគ្នាច្រើនលើកច្រើនសារមកហើយតែភាគីទាំងសងខាងនៅមិនព្រមត្រូវរៅគ្នានោះឡើយហើយដីទំនាស់នេះមិនទាន់មានភាគីខាងណាមានបានកម្មសិទ្ធិប្លង់រឹងនៅឡើយនោះទេដោយដីនេះមាននៅជាប់ពាក់ព័ន្ធជាដីគម្របព្រៃឈើផងដែរដោយការដោះស្រាយមិនទទួលបានផលវិជ្ជមានខាងថ្នាក់ស្រុកក៏បានបញ្ជូនសំណុំរឿងនេះបន្តទៅដល់ថ្នាក់ខេត្តចំណែកលោកគួយរុនដែលជាមេឃុំស្នាយអញ្ចិតក៏បានបំភ្លឺជូនអង្គភាពសារព័ត៌មានយើងខ្ញុំដោយមានខ្លឹមសារមិនខុសពីការបំភ្លឺរបស់លោកអភិបាលរងស្រុកនោះឡើយដោយលោកមេឃុំបានលើកឡើងថាអាជ្ញាធរបានព្យាយាមហៅភាគីទាំងសងខាងមកប្រជុំដោះស្រាយគ្នាច្រើនដងមកហើយដែរតែភាគីទាំងសងខាងនៅតែប្រកាន់ជំហរយកឈ្នះរៀងខ្លួនដោយសំអាងលើឯកសាររៀងខ្លួនក្នុងនាមអាជ្ញាធរមានសិទ្ធិត្រឹមតែការសម្របសម្រួលមិនមានសិទ្ធិអាកាត់ឲ្យនរណាឈ្នះចាញ់នោះឡើយក៏បានត្រឹមបញ្ជូនសំណុំរឿងទៅថ្នាក់លើលោកមេឃុំក៏បានបញ្ជាក់ជូនផងដែរថាដីនេះនៅជាប់ពាក់ព័ន្ធគម្របព្រៃឈើដោយការលើកឡើងរបស់លោកអភិបាលរងស្រុកផងដែរតែដោយឡែកលោកសុកវណ្ណដាដែលជាវីរៈកងទ័ពបានបដិសេធថាដីនេះមិនមាននៅជាប់ពាក់ព័ន្ធរឿងគម្របព្រៃឈើទៀតនោះឡើយដោយសារខាងគម្របព្រៃឈើគេបានដោះចេញពីគម្របព្រៃឈើតាំងពីឆ្នាំ2022មកម្លេះដូច្នេះពុកម៉ែបងប្អូនស្ដាប់ហើយពិចារណាគួរជឿជាក់ទៅខាងណាដោយម្នាក់បានលើកឡើងនៅហេតុផលរៀងខ្លួនតែយ៉ាងណាក្តីលោកសុកវណ្ណដាដែលជាវីរៈកងទ័ពនៅតែលើកដៃសំពះស្នើសុំយ៉ាងទទូចសូមឲ្យថ្នាក់ដឹកនាំខេត្តជាពិសេសថ្នាក់ដឹកនាំកំពូលមេត្តាជួយដោះស្រាយរឿងដីធ្លីនេះជូនគាត់ផងដែលគាត់នៅតែអះអាងថាគាត់គឺជាជនរងគ្រោះ